សម្រាប់ការចូលរួមការងារភារកិច្ចនិងការសម្ដែងជំរាបសួរសួស្តីបងប្អូនអរគ្នាអញ្ចឹងត្រឡប់មកវិញជាមួយនឹង vlog រយៈពេលវែងបន្តិចដោយសារតែ vlog នេះពួកខ្ញុំទៅចូលរួមកម្មវិធីសម្ដែងនៅក្នុងប្រទេសមេស៊ីកូដែលមានការរៀបចំដោយសាលាសិល្បៈនរោត្តមបុប្ផា TV មានការដឹកនាំដោយអង្គម្ចាស់សិទ្ធិវត្តទេសូក៏ដូចជាអ្នកគ្រូលោកស៊ីថាជាក់ស្ដែងទៅចំពោះបេសកកម្មលើកនេះគឺយើងបានធ្វើដំណើរទៅយូរដែរហើយតាំងពីចុងឆ្នាំ2024ហើយខ្ញុំអត់មានពេលសម្រាប់ការកាត់បញ្ចូលសំឡេង voice over អញ្ចឹងថ្ងៃហ្នឹងគឺជាពេលវេលាល្អបានរៀបចំមើលឡើងវិញទៅលើ vlog ដែលបានថតទុកហើយវាក៏ជា memory និងអនុស្សាវរីយ៍មួយចំនួនល្អៗសម្រាប់ការចងចាំរបស់ពួកខ្ញុំដែលជាសិល្បករនាំមោទនភាពជាតិទៅបង្ហាញដល់ជនបរទេសតាមរយៈការផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរនិយាយទៅតើតើជាមួយនឹងដំណើរបេសកកម្មលើកនេះគឺរយៈពេលវែងដែររហូតដល់10ថ្ងៃជាងបានយើងត្រឡប់មកប្រទេសកម្ពុជាវិញហើយតើតើជាមួយនឹងការសម្ដែងផងដែរយើងមិនមែនយកតែរបាំខ្លីៗសម្រាប់ការទស្សនាដូចជាការបង្ហាញទេគឺយើងបង្ហាញតើតើជាមួយនឹងខ្សែរឿងតែម្ដងតើតើជាមួយនឹងរឿងព្រះបាទជ័យវរ្ម័នទី7ដែលជារឿងវត្តសាស្ត្រដូចជាដំណើររឿងដែលបង្ហាញពីការកកើតនិងការបង្ហាញពីស្នាដៃផ្សេងៗតើតើមួយសិល្បៈវប្បធម៌របស់ខ្មែរទៅកាន់បរទេសបានស្គាល់ហើយមិនហ្នឹងគឺជាសកម្មភាពដែលយើងនៅក្នុងពលានហោះកម្ពុជាហើយជាបន្តមកនេះនឹងនៅពេលដែលយើងចូលទៅដល់ក្នុងពលានដូចវីដេអូមុនដែលខ្ញុំបានធ្វើអញ្ចឹងគឺយើងត្រូវទៅរងចាំរយៈពេលអាចចន្លោះពី1ម៉ោងទៅ2ម៉ោងមុនការហោះហើរដើម្បីត្រៀមខ្លួនជាមួយនឹងការឆែកមើលអីវ៉ៃវ៉ាន់ព្រោះដោយសារតែយើងមកមិនជាលក្ខណៈការដើរកំសាន្តឬក៏ចុះទ្រីបទេគឺយើងមកធ្វើការសម្ដែងអញ្ចឹងតែតោះនឹងសម្ភារៈក៏ដូចជាឧបករណ៍ក្នុងការសម្ដែងគឺច្រើនមែនទែនលើពីអ្វីដែលយើងចុះទ្រីបអញ្ចឹងណាបងប្អូនអញ្ចឹងដើម្បីបង្ការជាមួយនឹងការខ្វះខាតឬមួយក៏បញ្ហាបច្ចេកទេសមួយចំនួនកើតឡើងជាយថាហេតុយើងត្រូវមកមុនមកដើម្បីធ្វើការត្រួតពិនិត្យជាមួយនឹងខាង airline ហើយក៏ដើម្បី check in របស់យើងផ្ទាល់ខ្លួនផងដែរអញ្ចឹងណាបងប្អូននិយាយទៅនៅពេលដែលយើងធ្វើដំណើរទៅកាន់ប្រទេសឆ្ងាយៗដូចជាសហភាពអឺរ៉ុបបែបហ្នឹងគឺយើងអាចហោះដល់បានទេភាគច្រើនគឺយើងធ្វើការផ្លាស់ប្ដូរជើងយន្តហោះដើម្បីសម្រួលទៅលើការធ្វើដំណើរក៏ដូចជាការចំណាយមួយចំនួនផងដែរអញ្ចឹងជាដំបូងខ្ញុំត្រូវការហោះពីពលានរបស់ប្រទេសកម្ពុជានៅរាជធានីភ្នំពេញទៅកាន់ពលាននៅក្នុងប្រទេសចិនមួយសិនហើយយើងរងចាំធ្វើការហោះហើរបន្តពីប្រទេសចិនទៅកាន់ប្រទេសកូរ៉េនិយាយទៅរយៈពេលដែលយើងរងចាំហ្នឹងយើងយូរដែរអញ្ចឹងចន្លោះពេលដែលយើងទំនេរហ្នឹងអាចដើរកំសាន្តនៅក្នុងពលានរបស់ប្រទេសចិនបានតែយើងអាចជិះបានទេព្រោះដោយសារតែយើងបានស្នើសុំវីសាប្រទេសចិនអញ្ចឹងយើងគ្រាន់តែចុះទៅរងចាំរយៈពេលខ្លីអញ្ចឹងណាបងប្អូនហើយចំពោះនៅពេលដែលយើងទំនេរហ្នឹងយើងក៏អាចឆ្លៀតរកអីញ៉ាំប្រពន្ធខ្លួនឯងដែរព្រោះទំនំទៅពេលដែលយើងទៅដល់ប្រទេសកូរ៉េបានយើងអាចទៅរកអីញ៉ាំបន្តទៀតនោះអញ្ចឹងដែរតើតោះជាមួយនឹងពេលដែលខ្ញុំចេញពីពលានខ្មែរទៅកាន់ប្រទេសចិនហើយបន្តពីចិនទៅកូរ៉េហ្នឹងយើងរងចាំនៅប្រទេសកូរ៉េយូរជាងគេចាំតាំងពីយប់រហូតដល់ផឹកឡើងបានយើងអាចហោះហើរបន្តទៅកាន់ប្រទេសមេក្ស៊ីកូអញ្ចឹងតើតោះជាមួយនឹងការរងចាំនឹងផងដែរនិយាយទៅវាមានរឿងជាច្រើននៅក្នុងការរងចាំនឹងតែវាក៏ជាបទពិសោធន៍ថ្មីមួយសម្រាប់ខ្ញុំផងដែរអញ្ចឹងណាបងប្អូនយើងត្រូវធ្វើដំណើរតាំងពីប្រទេសចិនពីក្បាលប្រឡប់បានរៀងរសៀលដែរហើយមកទុំនឹងនេះដែរហើយទៅមកដល់ប្រទេសកូរ៉េហ្នឹងគឺយកមកនិយាយទៅហើយចំពោះការចុះចតគឺយើងចុះនៅដូចជាពលានហោះអ៊ីនឆុនតាមយើងចាំហើយឥឡូវហ្នឹងគឺយើងមកដល់អាកាសយានដ្ឋានអន្តរជាតិកូរ៉េហើយនិយាយទៅចាក់ស្ដែងពួកខ្ញុំទៅតាម schedule គឺរងចាំពីយប់ហ្នឹងដល់ផឹកនេះយើងត្រូវរងចាំក្នុងពលានតែដោយសារតែយើងរងចាំយូរដែរអញ្ចឹងក្នុងករណីបើសិនជាយើងរងចាំយូរអញ្ចឹងយើងត្រូវការស្នើសុំវីសាដើម្បីងាយស្រួលក្នុងករណីដោយសារតែមួយទៀតបងប្អូនខ្ញុំត្រូវជំរាបជូនដោយសារតែយើងធ្វើការផ្លាស់ប្ដូរជើងយន្តហោះដូចក្រុមហ៊ុនយន្តហោះអញ្ចឹងយើងត្រូវការផ្លាស់ប្ដូរដោយយកឲ្យបានទាំងអស់ចេញពីជើងយន្តហោះចាស់ហើយយើងមក check in អីខ្លះមកម្ដងទៀតថ្មីអញ្ចឹងអីយើងត្រូវចាំគឺយើងត្រូវតែមានវីសាប្រទេសកូរ៉េដើម្បីជាការបង្ការនិងបង្ការទាំងយើងបង្ការទាំងខាងប្រទេសគាត់អញ្ចឹងបងប្អូនអាចនឹងមានការយើងចូលប្រទេសគេដែលខុសច្បាប់លក្ខណៈរត់អីអញ្ចឹងបងប្អូនអញ្ចឹងដើម្បីបង្ការទាំងអស់គ្នាយើងត្រូវដាច់ខាតត្រូវតែមានវីសាខាងប្រទេសកូរ៉េអញ្ចឹងដូចបើនិយាយសាមញ្ញទៅរបៀបយើងអាចចូលប្រទេសនឹងបានព្រោះដោយសារអីយើងបានចេញពីអាកាសយានដ្ឋានប្រទេសចិនមកកាន់ប្រទេសកូរ៉េហើយយើងបានផ្លាស់ប្ដូរក្រុមហ៊ុនយន្តហោះទៀតអញ្ចឹងមានន័យថាយើងបាន check out ហើយមានន័យយើងបានចូលប្រទេសនឹងហើយអញ្ចឹងបើយើងចង់ចេញទៅក្រុងរបស់គាត់ក៏បានដែរអញ្ចឹងណាបងប្អូនអញ្ចឹងមិនត្រូវតែបង្ការមានការស្នើសុំវីសារបស់ប្រទេសកូរ៉េ
ហើយនៅពេលដែលយើងទទួលបាននេះបានហើយយើងក៏ទៅរងចាំនៅកន្លែងដែលយើងត្រូវហៅទៅកាន់ប្រទេសមេស៊ីកូបន្តតែកន្លែងទៅហ្នឹងមានរឿងមួយដែលជាការផ្ទះរបស់ពួកខ្ញុំក្នុងនាមសិល្បករហើយក៏ត្រូវមកគាត់មានការញាប់អារម្មណ៍មួយចំនួនផងដែររួមទាំងភ្ញៀវអន្តរជាតិដែលគាត់ត្រូវធ្វើដំណើរទៅកាន់ប្រទេសមេស៊ីកូជាមួយពួកខ្ញុំដែរដោយសារតែដល់ម៉ោងយន្តហោះហើយមានការ delay កន្លះម៉ោង1ម៉ោង2ម៉ោងរហូតដល់ចុងក្រោយមានការប្រកាសថាគេលុបចោលការហោះហើរចាំថាគេរំសាយការហោះហើរហ្នឹងអញ្ចឹងវីសាដែលយើងធ្វើដែលអត់បំរុងសម្រាប់ការចូលប្រទេសគេហ្នឹងក៏យើងបានប្រើប្រាស់តែម្ដងព្រោះដោយសារអីយើងអត់បានហោះហើរអញ្ចឹងយើងអត់បានស្នាក់នៅក្នុងពលានហោះបន្តទៀតទេ ពេលនេះយើងមកកាន់ស្ថានភាពមួយដែលខាងពលានហោះក្រុមហ៊ុនយន្តហោះគាត់បានរៀបចំសម្រាប់ភ្ញៀវទាំងអស់ដែលខកខានការហោះហើរអញ្ចឹងណាបងប្អូនអញ្ចឹងគាត់បានរៀបចំបន្ទប់គេងអាហារសម្រាប់ការស្នាក់នៅហ្នឹងគឺគាត់ free ឲ្យយើងទាំងអស់ហ្នឹងជាទំនួលខុសត្រូវរបស់ខាងគាត់មកកាន់ពួកយើងដែលជាភ្ញៀវទំនួលខុសត្រូវហ្នឹងធំមែនទែនបងប្អូនព្រោះជាក់ស្ដែងទៅភ្ញៀវទាំងអស់គាត់សិតតែមានប្រតិកម្មគាត់រវល់ទាំងអស់គ្នាអញ្ចឹងនៅពេលដែល delay ជាងយន្តហោះឬមកគាត់រកការហោះហើរបែបហ្នឹងគឺប៉ះពាល់មែនទែនសម្រាប់ពួកគាត់តែជាការប៉ះពាល់គឺខាងក្រុមហ៊ុនអាកាសចរដែលយើងធ្វើដំណើរទៅកាន់ប្រទេសមេស៊ីកូហ្នឹងក៏គាត់ជួយទឹកមែនទែនបងប្អូនមិនថាកន្លែងស្នាក់នៅការហូបចុកសម្រួលលើការធ្វើដំណើរពីពលានមកកាន់សន្តាគារពីសន្តាគារទៅកាន់ពលានគឺគាត់យកចិត្តទុកដាក់មកយើងមែនទែននិយាយទៅខ្ញុំក៏បានដើរលេងនៅខាងក្រៅពលានហ្នឹងបានរយៈពេលរៀងខ្លីដែរទេព្រោះដោយសារអីទៅចិត្តចូលមែនទែនបងប្អូននៅពេលដែលយើងទៅដល់សន្តាគារហើយយើងរៀបចំផ្លះអាវចុងមកថតរូបចុងមកដើរលេងហើយគឺមេឃភ្លៀងល្មមអញ្ចឹងចំពោះការដើរថតនៅខាងក្រៅអីខ្ញុំអត់សូវមានច្រើនទេហើយមានតែថតពីលើកន្លែងគេហ្នឹងទៅរហូតហ្នឹងតែប៉ុណ្្នឹងតាំងពីថ្ងៃរហូតដល់ប្រឡប់អញ្ចឹងណាបងប្អូន អញ្ចឹងនេះគឺជាទីតាំងដដែលទេបានន័យថាឡងថ្ងៃបងប្អូនបានន័យថាឥឡូវយើងចូលដល់ថ្ងៃថ្មីមួយទៀតហើយយើងមកពលានហោះដដែលធ្វើក្លឹបបានឡើងវិញដដែលទាំងអស់ទៅរាប់ពី0ឡើងទៅដល់1 2 3 4 5 6 7 8 9 10ឡើងវិញម្ដងទៀតអញ្ចឹងបងប្អូនហើយនេះគឺជាស្ថានភាពនៅក្នុងពលានហោះរបស់ប្រទេសកូរ៉េច្រើនមែនទែនបងប្អូននិយាយទៅប្រជាជនរបស់គាត់ធ្វើដំណើរកម្សាន្តទាំងទេសចរក្នុងស្រុកដូចជាក្រៅស្រុកអញ្ចឹងបងប្អូនហើយមានការផ្លាស់ប្ដូរជាយន្តហោះនៅនឹងក៏ច្រើនដែរអញ្ចឹងទៅលើការរងចាំគឺយូរមែនទែនសឹងតែថា4 5ម៉ោងមុនការហោះហើរគឺល្អមែនទែនសម្រាប់អ្នកគាត់អញ្ជើញទៅជាលើកដំបូងអញ្ចឹងកុំស្គាល់ម៉ោងតិចពេកស្គាល់មកបានច្រើនបំផុតកាន់តែល្អសុខចិត្តរងចាំកុំឲ្យមានការខកខានជើងហោះហើរអញ្ចឹងបងប្អូនហើយនេះគឺជាបរិយាកាសនៅខាងក្នុងមួយចំនួន ហើយបន្តមកទៀតឥឡូវហ្នឹងពួកខ្ញុំឡើងដល់យន្តហោះដែលយើងត្រូវធ្វើការហោះហើយច្រើនមកមែនទែនលើយន្តហោះទៅឲ្យតែខ្ញុំទៅរំដំដល់រៀងធុញដែរទៅលើការអង្គុយនៅកន្លែងអញ្ចឹងបងប្អូនមិនតែមែនយើងអត់មានសិទ្ធិក្នុងការដើរទេបងប្អូនតែយើងតែងចិត្តបងដូចជាភ្ញៀវទេសចរផ្សេងៗគាត់ចិត្តយើងអញ្ចឹងបងប្អូនហើយសម្រាប់ខ្ញុំក្តីសុខមែនទែនឲ្យតែមកហូបមកញ៉ាំក្តីសុខរបស់ខ្ញុំមកនិយាយទៅឲ្យតែរបស់ដែលគេសួរយើងថាញ៉ាំអត់ត្រូវការញ៉ាំត្រូវការទឹកត្រូវការត្រៀមការអីគឺខ្ញុំយកទៅឲ្យទៅឲ្យខាងទេបងប្អូនព្រោះដោយសារអីយើងមានធ្វើដំណើរនៅលើហ្នឹងជាប្រចាំអីអញ្ចឹងពេលវេលាហ្នឹងហើយដែលយើងអាចទទួលយកនៅអារម្មណ៍ក៏ដូចជាទទួលយកនៅអនុស្សាវរីយ៍ល្អៗទាំងលើយន្តហោះទាំងបរិយាកាសនៅជុំវិញហ្នឹងអញ្ចឹងបងប្អូន ហើយនេះគឺជាបន្ទប់ទឹកនិយាយទៅឲ្យខ្ញុំទៅសុកគេដោយការធ្វើដំណើរតាមរយៈយន្តហោះឬមួយក៏ការហោះហើរលើអាកាសចឹងណាបងប្អូនមួយចំនួនគាត់តែចូលខមមិនហ្នឹងបន្ទប់ទឹកនៅលើហ្នឹងមិនទៅអីចឹងហើយយើងនៅយូរចឹងវាមិនដែរស្រួលអត់អីហើយបើសិនជាយើងធ្វើការចូលបន្ទប់ទឹកឲ្យរបៀបការចូលហ្នឹងមិនខ្លះនេះគឺជារូបភាពមួយចំនួនដែលបងប្អូនអាចជួយទស្សនាបាននិយាយទៅអត់អីពិបាកទេបងប្អូនបើសិនជាលើកទី1អាចនឹងរៀងភាំងរៀងឆ្ងល់ច្រើនតែដោយសារតែខ្ញុំធ្វើដំណើររៀងច្រើនលើកច្រើនសារដែរហើយក៏បានស្គាល់នៅទីតាំងមួយចំនួនដែលយើងចាំបាច់ក្នុងការប្រើប្រាស់ចឹងបងប្អូនចឹងអត់សូវជាបញ្ហាក្នុងការឆ្ងល់ទេ ហ
hay ở đây đi ngâm chìm trắng, đặc biệt thun kháng dương cái ngược đa hai ấy thì tuổi nó lớn đây mình học sọc mọi người hay ở đâu mà hộp đâu mà nhầm thì tháo thì tới mà hộp lớn nó miên chìm được ở dân tập y tế nó cả này bữa sẽ trong ban nát cứ dùng mình nắng tới hay chìm việc cạnh bong bóng còn bằng ra cả lên họ tới còn hiệp trong dùng trường này trắng hay muốn nó còn khơi nhâm mi đam một ôn gì tới hai sầm rắn muốn là hai đại dương thời nhắm nó còn nhân ca ở chung trình nông chung chỉ ấy đang trong này bữa sẽ dùng trong ban ấy chấm dương cái chìm việc cạnh quan sát số hàng còn nó không lớn nó còn chìm việc này thì dùng ban này trắng một ôn hay thì tới một ôn mình còn đăng đài tòa này còn thừa này những tích mặt đằng đang tới ở nông tọa nó kia nhân ca đã khăn khói có biến làm vậy ở dương tây dục nó cả này bữa sẽ dùng trong trăm chìm sẽ chương trình màu cứ miในบางคนviệcดิสแน็คban này tha hai sầm rắnติดตัวมีไอจังอายุบ้านมีตมีเต็มนมเซ็งได้จังนะบางคนhay chỉ tới tăng kỳ dục là hộp đập liền là hộp đập chặt thằng ngày giấy hay tiết tiết dân cho đây hay như cái chia dân họ đại nhầm thừa thằng hay như cái chia cổ đại điện thừa thằng ngày gì tới nhưng họ đồng cái chỉ tầm ăn mà trên nguồn đáy đấy sao tầm mình nó chặt ăn mà trắng rồi dân họ cắt trộn mà trên bạn mà trọng đại tới hay dạ bây giờ mình mong nó nhóm mình học sập cái bóng ôn từ sang còn những anh ban nó bị dân đại Airline mode tụi mình có đại của dân họ nữa hay dân cảแต่สนาเนอร์วิดีโอเรื่องกระจีเกมซิงเซ่ดามินในขันไกลกับไอ้บอกยังในนั้นยังขันไกลบอกในนั้นหมกยังคือยังไอ้ประมาณได้เสร็จมองจังแล้วบางคนผู้ยังเป็นการมีไอ้เรื่องคลุ้นจังมีการคันดูเวียนเคลียร์ไอ้เต้บางคนในไทยยังดักเพียงคลุ้นให้สำหรับเรื่องไอ้ก็ยังมีจุดเดือดของการเมืองได้จังแล้วบางคนhay là nó nhưng mà thua nào mà đòi và tìm Mexico hái hay gì tới sờ bài là hôn mòn đây xa tại dựng người ta làm một cái cầm trắng ấy để dựng thua bán cứ thua đẹp lại sờ bài trên tay của địa xã ấy để tiện năng lên miền bay nhằm sụp bụi nên sọc này như của này cả học chọn mà khó thì chơi một tên là sai bên này thang bằng bài đài chấm 5 4ตัวใบจีเมียนกาโกดอย่างนั้นก็ได้แต่ทีมมวยนี้คือเมียนกาย่ำกาพักกาไอ้สบายอยู่จังนั้นนะยังจำไอ้ควายเนื้อศพขม้าสมัยแต่ไอ้กินรูปคือสารจริงนั้นก็ถอดได้แต่ขอไปทำอะไรคลิปไปtrongต่อติดnóเป็นยังตัวบานตัดสีให้ยังก่อทัวร์ตนาแต่การตีตังยังเทศนาเนยtrongอะไรให้ลงมิสโกชิปรายการมองที่ตั้งนี้ก็จะการทัวร์ตนาจึงปีเปลี่ยนหอจำดองให้ยังก่อการประดับโยรูปหรือจะเพียบมาจำนวนในใบบางคนเทศนาได้สำหรับบางคนแต่ก็มีนการโครงการเชิญการสอบไอ้เจ้ายังไปพายชีมีการลงเพิ่มไปประมาณเตมันได้สำหรับบางคนมีจำนวนแต่ก็เอาตอนนี้นการดูมือก่อเอาตอนมันเตตีตังช่างง่ายคืออันนี้ก็จะอนุสาวรีย์บางย้อมให้จะการจ้องจำบางย้อมดอนจังจังเลยไปได้หล่อแต่การบอกคนก็นี่ต้องไปเทศนาจะการกุศลจะได้ตั้งแต่ตอนนี้วิจิเมมโมรีหรือจะการจ้องจำบางย้อมของได้เหมือนเฟื่องนั่งดำไปได้บางคนเทศนาตีวิอันนึงไปบริมุ้ยได้ไปได้ตัวมุกให้ยังก่อบานบอกมาเมื่อในการพิมพ์มาจำนวนดีมันเฟื่องให้จังนะได้ไปบริกรองพัดตื้อให้การทอตัวมือก่อแต่สร้างปกติแบบนี้คือชีอนุสาวรีย์เราจะไม่ได้ทันไปดีบอกมาเมื่อวิ่งวิ่งจังอนุสาวรีย์ยังกูแต่จังจ้ำให้เรื่องมันบันยังกระจายมันได้แต่ไปยังวิดีโอแบบนั้นคือยังระดับกลางวิ่งจังนะบอกโอน trong xâm nhập tí tăng để dân nơi ti môn nắng để việc điều trị tiền hồng hai chấm bóng ồn trong đây tha mà tiền nắng cứ miên tập nhung chỉ sợ bà con đại tập việc không chỉ năng chọn miên ca sẵn nơi rùm cho mùi nắng bóng xinh xinh ấy thì job xinh ấy bóng ồn trong đây tha dân sẵn nơi tập ai chấm sờ bài bài ai chấm bóng ồn giờ tới tí là không chắn có thông hay tiền nó coi miên chọn tập học đại sẵn miên tên bóng ồn không cảnh này và xin chia ngày nào mua như mình là ca nhung nồng nồng khổ xa nhung mình ban tới đó nắng cái đó ban tới tí tăng mua đẹp này cái việc chấm bóng ồn hay mất he bóng ồn để dân store sẵn ấy chấm cái tha nhung mình là ca nắng bàn tay còn là thà trong trang biến tí của khúc gia bị thật đầm là cả lôi chấm bóng ồn chấm sầm sầm sân ngày nào mua để nhung bị đó để đi khi mình tập hiệp khi mình tham gia ban bóng khổ xa bóng nhung bóng ồn nhung để chỉ mất he nhà đọc an kia nắng tới đã mà tập việc chấm bóng ồnแต่บนมันช่างไงปีคำสต็อกก็อาจจะขาดสิ่งใดครับปีขาดยังติดรูปนั้นจังนะบางคน
ហើយនិយាយទៅសិតតែក្រុមជើងវែងបងប្អូនតាមពិតទៅនៅពេលនេះគឺយើងអាចស្នាក់នៅទីតាំងដែលយើងស្នាក់នៅហ្នឹងឲ្យសម្រាប់បានប៉ុន្តែដោយសារតែពួកខ្ញុំសិតតែគេហៅថាអ្នកមកទេសបងប្អូនអញ្ចឹងរៀបរកទីតាំងកំសាន្តដែលនៅជិតកន្លែងខ្លួនឯងស្នាក់នៅហ្នឹងហើយជាកន្លែងដែលស្អាតអញ្ចឹងបងប្អូនតាមជាអ៊ីនធឺណិតអញ្ចឹងគាត់ទៅបានទីតាំងដែលចង់ទៅហើយអត់ចាំយល់បងប្អូន booking taxi មកបងប្អូននិយាយទៅតាក់ទងជាមួយនឹងទីតាំងដែលខ្ញុំកំពុងជិះទៅហ្នឹងគឺជាទីតាំងប្រវត្តិសាស្ត្រមួយផងដែរហើយក៏ជាទីតាំងដែលល្បីផងដែរសម្រាប់ភ្ញៀវទេសចរគាត់បានជួយទៅគាត់តែទៅថតរូបនៅទីនោះអញ្ចឹងបងប្អូននិយាយថាគេស្អាតមែនតើបងប្អូនតាក់ទងជាមួយនឹងស្ថាបត្យកម្មនៅទីនោះភាគច្រើនគឺយើងមើលទៅដឹងថារកមកបងប្អូនបានន័យថាយើងមើលទៅគឺផ្លាច់អារម្មណ៍ហ្មងអញ្ចឹងណាបងប្អូនហើយចំពោះទីតាំងដែលខ្ញុំកំពុងធ្វើដំណើរទៅនេះអត់ចិត្តប្រហែលទេជាមួយនឹងកន្លែងខ្ញុំស្នាក់នៅគឺរៀងឆ្ងាយដែរជាខ្ទង់1ម៉ោងជាង2ម៉ោងដែរបងប្អូនមិនរយៈពេល15ទៅ20នាទីទេហើយការចំណាយគឺរៀងគួរសមដែរគ្រាន់តែតាក់ស៊ីហ្នឹងបងប្អូនអើយតែគាត់ថាធ្វើមកយើងមកសុកគេយូរម្ដងទេអញ្ចឹងអីដែលយើងអាចចំណាយបានអីដែលយើងមានលទ្ធភាពគឺគួរតែចំណាយដើម្បីទទួលបានបទពិសោធន៍ថ្មីទៅតាំងពីរៀងរសៀលដែររហូតដល់ល្ងាចមកនិយាយទៅតាំងពីគេអត់បើកភ្លើងរហូតគេបើកភ្លើងពេលថ្ងៃស្អែកមកបែរពេលយប់ស្អែកមកបែរការទទួលបានអារម្មណ៍បែបនេះគឺមិនជាប្រចាំទេហើយយើងក៏អត់មានលទ្ធភាពមកដោយខ្លួនឯងដែរគឺសម្រាប់ខ្ញុំណាបងប្អូនអាចមានលទ្ធភាពទៅតែសម្រាប់ខ្ញុំរៀងវែងឆ្ងាយទៀតខ្លាំងណាស់ព្រោះដោយសារតែការចំណាយគ្រាន់តែការស្នាក់នៅការធ្វើដំណើរហ្នឹងគឺអស់ច្រើនមែនតើហើយនេះគឺជាផ្លែឈើមួយចំនួនដែលមានលក់នៅតាមផ្លូវអញ្ចឹងណាបងប្អូនអញ្ចឹងនេះគឺចូលដល់ថ្ងៃមួយទៀតហើយថ្មីរហូតមកនិយាយទៅហើយកុំភ័យរឿងដើរហ្នឹងបងប្អូនអើយនិយាយទៅដើរជើងសប្បាយមិត្តហ្នឹងបងប្អូនដើរលេងដល់ស្ពឹកហ្នឹងហើយពីមួយកន្លែងទៅមួយកន្លែងឆ្ងាយដែរបងប្អូនមិនតែដើម្បីសម្រួលដល់ការចំណាយយើងត្រូវតែព្យាយាមដើរអស់លទ្ធភាពចាំពេលយើងដើរលេងរួចហើយបានយើងហៅតាក់ស៊ីជិះអញ្ចឹងណាបងប្អូនហើយនេះគឺជាសួនកំសាន្តរបៀបដូចសួនប្រតិបត្តិនៅស្រុកខ្មែរដែរបងប្អូនហើយនេះគឺជាវិហារមួយដែលខ្ញុំមិនដឹងដែរតែប្រជាជនរបស់គាត់មានការអញ្ជើញទៅច្រើនណាស់ជាថ្ងៃបុណ្យអីក៏ខ្ញុំមិនដឹងដែរហើយជាបន្តនេះគឺជាការធ្វើដំណើរទៅរត់មួយទៀតហើយដែលយើងត្រូវទៅស្នាក់នៅដើម្បីត្រៀមខ្លួនក្នុងការសម្ដែងរយៈពេលជិះយូរមែនទែនបងប្អូនហើយនេះគឺជាម៉ាតអីវ៉ាន់ដែលគាត់លក់នៅក្នុងហ្នឹងយើងអាចញ៉ាំបានមួយចំនួនថាមួយចំនួនទៀតវាក៏រសជាតិដែលយើងគ្រប់ញ៉ាំអញ្ចឹងវាអាចនឹងអត់ធ្វើមកដែរអញ្ចឹងបងប្អូនហើយនេះគឺជាវ៉ាន់មួយចំនួននៅក្នុងហ្នឹងនិយាយទៅខ្ញុំឃើញឯកថតដែរបងប្អូនពលិស័យទៅលើការរៀបចំហើយនឹងទៅលើមុខទំនិញមួយចំនួនគឺវាខុសពីស្រុកខ្មែរយើងអញ្ចឹងវាក៏ជាអារម្មណ៍មួយប្លែកផងដែរនិយាយទៅអញ្ចឹងដែរតើតើជាមួយនឹងការធ្វើដំណើរពីទីតាំងទី1ទៅទីតាំងទី2ហ្នឹងគឺរយៈពេលយូរមែនតើបងប្អូនខ្ញុំជិះសឹង5ម៉ោងជាងចេញពីម៉ោង8ព្រឹកដល់នោះម៉ោង4ម៉ោង5ភ្លឺបងប្អូនចំណេះរយៈពេលយូរមែនតើក្នុងការជិះលើរថយន្តបងប្អូនហើយនេះគឺជាអាហារដែលយើងកំពុងយកមកញ៉ាំដើម្បីជាការទ្រាប់ពោះធ្វើដំណើរបន្តទៀតអញ្ចឹងណាបងប្អូននិយាយទៅតាមផ្លូវនៅក្នុងរៀងសបោភ្នំហើយស្មៅអីដែរបងប្អូនហើយជាពិសេសរុក្ខជាតិដើមត្បូងយក្សច្រើនមែនតើបងប្អូនហើយនេះគឺជាការធ្វើដំណើរទៅបន្តហើយដោយសារតែយើងយូរពេកយើងក៏ចូលមកពេលយប់ម្ដងទៀតហើយនិយាយទៅខ្ញុំជំរាបចឹងការធ្វើដំណើរពេលយើងយូរមែនតើបងប្អូននៅលើឡានហ្នឹងអញ្ចឹងណាទេសភាពនៅពេលយប់ខ្ញុំផ្ដិតយកមកជូនបងប្អូនទាំងគ្នាទស្សនានឹងបានយ៉ាងច្រើនបំផុត30%បងប្អូនមិនតែបើទេសភាពជាក់ស្ដែងស្អាតមែនតើបើ100%បងប្អូនអាចទស្សនាឃើញផ្ទាល់នឹងភ្នែកគឺស្អាតខ្លាំងហ្មងហើយនេះឥឡូវនេះខ្ញុំមកដល់ខុនដូដែលមានការជួលដើម្បីពួកយើងស្នាក់នៅរងចាំការសម្ដែងហើយនេះគឺជាទេសភាពនៅខាងលើមើលពីលើមកខាងក្រោមនិយាយទៅនេះដូចជាតំបន់របៀបដូចឧស្សាហកម្មរបស់គាត់ក៏មានដែរបងប្អូនហើយនេះគឺជាភ្នំស្អាតមែនតើបងប្អូនហើយឥឡូវហ្នឹងខ្ញុំមកដល់ទីតាំងសម្រាប់ការសម្ដែងរបស់យើងហើយមិនតែដោយសារតែនៅហ្នឹងគឺមានកម្មវិធីច្រើនមែនតើអញ្ចឹងនៅពេលយប់នេះគឺយើងមកមើលឆាកដើម្បីក្នុងការហាត់សមសាកល្បងជាមួយ LED សាកល្បងជាមួយនឹងភ្លេងដែលយើងធៀបមកពីខាងស្រុកខ្មែរអញ្ចឹងណាបងប្អូនតែនៅពេលយប់នេះគឺគេមានការប្រគំនៅ concert អញ្ចឹងអាចសាកល្បងស្ដាប់ជាមួយនឹងគាត់តិចទៅអញ្ចឹង
ងជាបន្តនៅពេលដែលបញ្ចប់ជាមួយនឹងការសម្ដែងតន្ត្រីសម័យហើយឥឡូវឈានដល់ពេលវេលាដែលពួកខ្ញុំរងចាំដើម្បីធ្វើការសាកល្បងជាមួយនឹងភ្លេងដូចជា background ដែលយើងរៀបចំមកក្នុងការសម្ដែងខ្សែរឿងព្រះបាទជ័យវរ្ម័នទី7ដែលរៀបចំដោយសាលាសិល្បៈនរោត្តមបុប្ផាទេវីមានការដឹកនាំដោយព្រះអង្គម្ចាស់ស៊ីសវត្តទេសោក៏ដូចជាអ្នកគ្រូលោកស៊ីថានេះជា LED យើងត្រៀមមកមួយចំនួន នេះគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងសព្វភ័ណ្ឌទាក់ទងជាមួយនឹងការសម្ដែងសិល្បៈការពីអតីតកាលការប្រើប្រាស់បច្ចេកទេសបែបនេះអត់សូវសម្បូរបែបទេអញ្ចឹងទៅលើការសម្ដែងសិល្បៈទាក់ទងជាមួយនឹងទម្រង់ខាងបុរាណឬមួយក៏របាំក្បាច់បុរាណអីចឹងភាគច្រើនយើងអាចប្រើបច្ចេកទេសបែបនេះបានទេជាជំនួយកាលពីមុនយើងប្រើតែត្រេមួយតំណាងឲ្យនគរផងតំណាងឲ្យព្រៃផងតំណាងអីផងតែបច្ចុប្បន្នដោយសារតែសម័យកាលទំនើបអញ្ចឹងការប្រើប្រាស់សម្ភារៈបែបទំនើបក៏ជាជំនួយក្នុងការសម្ដែងផងដែរអញ្ចឹងណាបងប្អូនហើយការពីយុគហ្នឹងគឺយើងបានតេស្តសោនរៀបចំជាមួយនឹង slide LED មួយចំនួនហ្នឹងអញ្ចឹងវាជាពេលវេលាមួយដែលសម្រួលសិល្បករផងដែរអញ្ចឹងពេលដែលថ្ងៃឡើងពេលយើងមកគឺយើងគ្រាន់តែធ្វើការហាត់សមត្រៀមក្នុងការសម្ដែងតែម្ដងអញ្ចឹងបងប្អូនហើយមុននឹងការសម្ដែងសិល្បៈបុរាណរបស់ប្រទេសកម្ពុជាចាប់ផ្ដើមក៏មានការបង្ហាញក្បួនរបៀប Halloween អញ្ចឹងណាបងប្អូនអញ្ចឹងអាចទស្សនាតិចតួចទៅហើយនេះគឺជាបរិយាកាសសប្បាយមែនទែនបងប្អូន ចំពោះក្បួនដង្ហែការចូលរួមគឺមានគ្រប់វ័យតែម្ដងតាំងពីក្មេងរហូតដល់មនុស្សចាស់និយាយទៅលើការកំសាន្តបែបហ្នឹងរយៈពេលខ្ញុំទៅហ្នឹងគឺរៀងច្រើនដែរទៅលើទីតាំងដែលគាត់រៀបចំតែទីតាំងមួយនេះគឺជារបៀបព្រឹត្តិការណ៍កសង្កាដែលយើងកំពុងតែប្រព្រឹត្តគឺជាកន្លងផុតទៅអញ្ចឹងណាបងប្អូននិយាយទៅមានការចូលរួមពីប្រជាជនរបស់គាត់គ្រប់ស្រទាប់វណ្ណៈតាមដែលខ្ញុំសង្កេតមើលឃើញហើយមានការរៀបចំទៅតាមផែនទៅតាមក្បួនដែលពួកគាត់បានគិតទុកជាមុនអញ្ចឹងណាបងប្អូនហើយរបៀបនេះបើសិនជាតាមអីដែលយើងសង្កេតមើលទៅរបៀបដូចជាកម្មវិធីបនគេហៅថាជុំជុំខ្មៅគ្រប់ប្រភេទហ្មងណាបងប្អូនមានតាំងពីសំណាក់មានតាំងពីអីគាត់ចូលរួមដែរអញ្ចឹងណាបងប្អូនហើយនេះគឺជាតុក្កតាដែលខ្ញុំមើលនៅលើយន្តហោះដែរខ្ញុំអត់ចាំឈ្មោះទេនិយាយទៅទទួលបានអារម្មណ៍ប្លែកច្រើនមែនតើសម្រាប់ការចូលរួមលើកនេះដែលពួកខ្ញុំបានទៅកាន់ប្រទេសរបស់គាត់ហើយក៏មានការផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសទាំងពីរសម្រាប់ប្រទេសមេក្ស៊ីកូដូចជាប្រទេសកម្ពុជារវាងគ្នានឹងគ្នាអញ្ចឹងណាបងប្អូន លោកពូម្នាក់នេះខ្ញុំអត់ច្បាស់ថាគាត់គឺជាអីនៅក្នុងប្រទេសគាត់ទេតែទទួលបានការសាទរការស្វាគមន៍យ៉ាងកក់ក្ដៅមែនតើអញ្ចឹងបងប្អូនហើយនេះគឺជាក្រៅឆាកទស្សនវិជ្ជាដែលយើងរៀបចំខ្លួនផាត់មុខក៏ដូចជារៀបចំឡើងការហាត់សមអញ្ចឹងអាចជួយទស្សនាលើការហាត់សមបាន អ
ដោយសារតែខ្ញុំក៏ជាតួអង្គមួយក្នុងការសម្ដែងផងដែរអញ្ចឹងអត់មានពេលក្នុងការថតទស្សនភាពនៅពេលយើងសម្ដែងទេអញ្ចឹងក៏សូមអធិស្ឋានបងប្អូនអរគ្នាសម្រាប់វីដេអូមួយចំនួនដែលអត់បានពេញលេញហើយឥឡូវហ្នឹងកំពុងធ្វើដំណើរទៅកាន់រដ្ឋមួយទៀតដើម្បីរងចាំការហោះហើរត្រឡប់មកប្រទេសកម្ពុជាវិញហើយនេះគឺជាទេសភាពស្អាតមែនតើបងប្អូនទៅលើភ្នំក៏ដូចជារបៀបផ្ទះហំហាក៏ដូចជាផ្ទះរបស់ស្នាក់នៅវាមានពណ៌ចម្រុះអញ្ចឹងបងប្អូននេះទៅពេលយើងមើលអញ្ចឹងទៅវាដូចជាគំនូរមែនតើបងប្អូនវាស្អាតមែនតើវាសឹងតែថាធ្វើឲ្យយើងជាអ្នកដែលមិនដែលឃើញខ្ញុំញ៉ាំថាមិនមែនជាការប៉ັດបងប្អូនធ្វើទេអីទស្សនភាពបែបហ្នឹងគឺយើងកម្រក្នុងការបានទស្សនាណាបងប្អូនទេសភាពនៅស្រុកយើងក៏ស្អាតមិនចាញ់ស្រុកពួកគាត់ប្រហែលដែរគាត់ថានេះគឺជាទេសភាពនៅបរទេសហើយទេសភាពនៅខាងក្រៅអញ្ចឹងបងប្អូនអញ្ចឹងក៏ជាការចែកម្លែកម្ដងហើយម្ដងទៀតទៅកាន់អ្នកដែលគាត់អត់ទាន់មានឱកាសក្នុងការអញ្ជើញទៅទស្សនាខាងក្រៅអីចឹងបងប្អូនប៉ុន្តែកុំបារម្ភស្រុកខ្មែរយើងក៏មានទីតាំងទេសចរណ៍ស្អាតៗច្រើនដែរអញ្ចឹងបើសិនជាអត់ទាន់មានពេលវេលាឬមួយក៏ឱកាសអត់ទាន់មានផលទេទៅទស្សនានៅក្នុងប្រទេសកម្ពុជាយើងសិនក៏បានដែរហើយនេះជាស្ថានភាពដែលខ្ញុំត្រូវស្នាក់នៅជាបន្តព្រោះយើងអត់ទាន់ត្រឡប់ទៅកម្ពុជាព្រាមៗទេយើងត្រូវការរងចាំជួយហោះដើម្បីហោះហើរត្រឡប់ទៅវិញប៉ុន្តែយើងត្រូវទៅរមណីយដ្ឋានមួយទៀតដែលជារមណីយដ្ឋានប្រវត្តិសាស្ត្ររបស់គាត់ផងដែរនេះគឺជាពេលព្រឹកហើយពួកខ្ញុំចង់ញ៉ាំអីពេលព្រឹកនិយាយទៅមានតែវីដេអូលើកនេះខ្ញុំមិនបានថតអាហារពេលព្រឹកជូនបងប្អូនទស្សនាប្រទេសអីខ្ញុំរវល់ច្រើនលើកនេះខ្ញុំរវល់ច្រើនចង់អត់បានឆ្លៀតទេហើយនេះគឺជាអាហារសម្រាប់របស់ខ្ញុំទៅសម្រាប់ណាបងប្អូនហ្នឹងសម្រាប់ណាប៉ុណ្ណឹងពួកខ្ញុំហូបច្រើនណាស់និយាយទៅនេះគឺជានំពុំស្រុកយើងអញ្ចឹងបងប្អូនតើជួយឈ្ងុយពុំមាន់ពុំអីយើងប្រហែលនេះគាត់យើងជួយដល់កោច្រើនជាងអញ្ចឹងបងប្អូនហើយយើងអាចធ្វើខ្លួនឯងបានដែរបើសិនជាយើងក្នុងការយើងចង់សាក់លបងអញ្ចឹងបងប្អូនបាទលោកគ្រូអញ្ចឹងមុននឹងយើងទៅរមណីយដ្ឋានប្រវត្តិសាស្ត្រយើងសាក់លបងដើរមើលទីក្រុងរបស់គាត់តិចសិនទៅហើយថ្ងៃហ្នឹងក៏ខ្ញុំមានពេលវេលាគ្រប់គ្រាន់សម្រាប់ការទៅមើលផ្សារតែយើងអត់បានទៅផ្សាររបៀបផ្សារទូទៅទេយើងទៅចូលផ្សារទំនើបហ្មងអញ្ចឹងណាបងប្អូនដើម្បីទិញអាហារមួយចំនួនជាការចំអិនដើម្បីញ៉ាំក្នុងពេលដែលយើងនៅនោះអញ្ចឹងបងប្អូនពលិសាពួកខ្ញុំអត់សូវបានញ៉ាំអាហារខាងក្រៅប៉ុន្មានទេយើងធ្វើអាហារញ៉ាំខ្លួនឯងភាគច្រើនអញ្ចឹងណាបងប្អូននេះគឺជាទស្សនភាពនៅក្នុងផ្សារនិយាយទៅផ្សារទំនើបរបស់ពួកគាត់អត់សូវមានអីខុសពីយើងប៉ុន្មានទេទៅលើការរៀបចំគាត់ថាទៅលើមុខទំនិញមួយចំនួននៅយើងអត់មានគាត់មានអញ្ចឹងណាបងប្អូនហើយនេះគឺជាជិញ្និយាយទៅយើងចង់បានយើងទិញទៅយើងយកថង់ជ្រោះហើយយើងខ្លួនឯងអញ្ចឹងទៅនៅពេលដែលយើងទៅដល់ទីតាំងសម្រាប់ទឹកលុយអាហ្នឹងគេនឹងទឹកលុយយើងតាមហ្នឹងអញ្ចឹងណាបងប្អូនសម្បីតែម្ទេសហ្នឹងក៏ខ្ញុំថតដែរនិយាយទៅស្អីឲ្យតែមានខ្ញុំថតទាំងអស់ឲ្យតែទាញទូរស័ព្ទមកបានខ្ញុំថតទាំងអស់ហ្នឹងបងប្អូនអញ្ចឹងបន្ទាប់ពីយើងចេញពីផ្សារហើយយើងក៏បន្តដំណើរទៅរមណីយដ្ឋាននឹងតែម្ដងនិយាយទៅនៅនេះតាក់ទងជាមួយនឹងកន្លែងដែលយើងត្រូវដើរពីមួយកន្លែងទៅមួយកន្លែងហ្នឹងរៀងឆ្ងាយដែរបងប្អូននេះគឺជាការអធិប្បាយរបស់ទីតាំងហ្នឹងអញ្ចឹងបងប្អូនតែខ្ញុំអត់សូវប៉ុនប្រហែលទេអញ្ចឹងអាចអញ្ជើញទស្សនាទៅតាមវីដេអូដែរខ្ញុំមានហើយបើសិនជាក្នុងករណីបងប្អូនបានជ្រាបឬមកស្គាល់នៅទីតាំងហ្នឹងអាចខមមិននៅខាងក្រោមក៏បានដែរជាការចែករំលែកទៅកាន់បងប្អូនដែលគាត់ចង់ដឹងអញ្ចឹងណាបងប្អូនហើយនេះគឺជាការពិពណ៌នាពីទីតាំងមួយទៅទីតាំងមួយដែរអញ្ចឹងណាបងប្អូននិយាយទៅថ្ងៃដែលខ្ញុំទៅហ្នឹងគឺការស្វាគមន៍របស់មេល្អមែនតើបងប្អូនគឺកន្លែងចេះតែម្ដងបរិយាកាសដូចជាសកម្មភាពមិនសូវខុសពីប្រទេសយើងប៉ុន្មានទេរុក្ខជាតិមួយចំនួនដែលមាននៅតាមដងផ្លូវយើងធ្វើដំណើរទៅពីតំបន់ពីមួយកន្លែងទៅមួយកន្លែងអញ្ចឹងណាបងប្អូនហើយនិយាយទៅឲ្យតែជួបអីគឺខ្ញុំថតហ្នឹងហើយបងប្អូនតែតើជាមួយនឹងហៅថារបៀបរបបរស់នៅរបស់ប្រជាជននៅនេះមិនសូវជាខុសប្លែកពីខាងយើងប៉ុន្មានទេបងប្អូនគាត់ថាទៅលើសុខភាពនៅពេលយប់អីយើងហ៊ានប្រយ័ត្នប្រយែងដែរព្រោះដោយសារតែយើងបានស្ដាប់ព័ត៌មានមួយចំនួននៅពេលដែលយើងចង់ដើរលេងឬមកក៏ដើរកំសាន្តពេលយប់អីចឹងបងប្អូនតែតាមបទពិសោធន៍ដែលខ្ញុំទៅនោះដូចជាអត់មានកើតឡើងទៅលើបញ្ហាណាដែលយើងធ្វើការព្រួយបារម្ភអីប៉ុន្មានទេព្រោះដោយសារតែយើងក៏ប្រយ័ត្នដែរចឹងបងប្អូនហើយនិយាយទៅប្រជាជនរបស់គាត់រស់រានតែជាមួយនឹងយើងមែនតើហើយជាពិសេសនៅពេលយើងក្រុងសិល្បៈជាសិល្បករព្រោះដោយសារតែគាត់ហ៊ានផ្លាយភ្នែកដែរចឹងបងប្អូនហើយនេះគឺជាសារមន្ទីរដែលមានការតាំងបង្ហាញនៅនិយាយទៅច្រើនមែនតើបងប្អូនហើយចំពោះពេលវេលាដែលពួកខ្ញុំចូលទៅហ្នឹងក៏អត់បានសពគ្រប់ដែរបងប្អូនព្រោះដោយសារតែយើងដើរឲ្យលឿនជាងពេលហ្នឹងព្រោះម៉ែយើងអត់មានពេលគ្រប់គ្រាន់សម្រាប់ការទស្សនាលំអិតទេអញ្ចឹងយើងគ្រាន់តែមើលឲ្យថតទីតាំងមួយចំនួនអញ្ចឹងណាបងប្អូន
បងហើយនេះក៏ជាការបញ្ជាក់ដូចជាក្រមនេះរបៀបដូចគំរូចឹងបងពីនេះទៅនេះនឹងមានគេខ្លះអីចឹងណាបងនិយាយទៅលើការដែលខ្ញុំមកលើកនេះក៏ជាបទពិសោធន៍ធំធេងមួយសម្រាប់ខ្ញុំដែរសម្រាប់ការធ្វើដំណើរមកកាន់ប្រទេសមីស្កូសហភាពអឺរ៉ុបខ្ញុំបានទៅពីប្រទេសដែរហើយគឺប្រទេសហូឡង់ក៏ដូចជាប្រទេសមីស្កូអញ្ចឹងជាលើកទី2សម្រាប់ខ្ញុំហើយជាមោទនភាពដែរដែលខ្ញុំបានធ្វើដំណើរទៅកាន់ពិភពលោកខាងក្រៅតាមរយៈជំនាញដែលខ្ញុំមានហើយជំនាញនេះហើយដែលជាកត្តាជំរុញទេសចររបស់យើងក៏ដូចជាកត្តាដែលធ្វើឲ្យសិល្បករនៅក្នុងស្រុកខ្មែរបានស្គាល់បទទេសតាមរយៈជំនាញដែលខ្លួនឯងមានអញ្ចឹងបងប្អូនអញ្ចឹងសង្ឃឹមថាបងប្អូនអរគ្នាលើកទឹកចិត្តក៏ដូចជាគ្រប់គ្រងដល់គាត់បងប្អូនទីណាខ្មែរក៏ដូចជាដែលនៅជិតខ្លួនគាត់ស្រឡាញ់សិល្បៈបងប្អូនគាត់ស្រឡាញ់មិនគាត់ចង់ធ្វើជាចំណែកមួយក្នុងការផ្សព្វផ្សាយប្រទេសកម្ពុជាឲ្យបទទេសស្គាល់ឡើងអញ្ចឹងសង្ឃឹមថាបងប្អូនអរគ្នានឹងសប្បាយចិត្តនៅពេលដែលទទួលបានសមាជិកណាមួយនៅក្នុងទំនាក់ទំនងល្អម្នាក់អរគ្នាជាសិល្បករមិនថាសិល្បករបុរាណសិល្បករសម័យទេប៉ុន្តែសម្រាប់សិល្បករបុរាណគឺជាចំណែកមួយផងដែរអញ្ចឹងណាបងប្អូនអញ្ចឹងសូមបងប្អូនគ្នាបើកចិត្តទទួលយកនៅអ្វីដែលគាត់ចង់ធ្វើអញ្ចឹងណាព្រោះដោយសារតែនិយាយទៅម្ដងសប្តាហ៍នេះក៏នៅតែមានដែរការអើងទៅលើជំនាញសិល្បៈបុរាណតែក៏មានការលើកទឹកចិត្តមួយចំនួនផងដែរពីបងៗអ្នកជាបាលក្មេងៗទូចៗអីដែលគាត់យល់ដឹងពីសិល្បៈដូចជាអត្ថប្រយោជន៍របស់សិល្បៈបុរាណ ហើយខ្ញុំអរគុណមែនតើចំពោះការទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់ហើយឥឡូវហ្នឹងខ្ញុំដល់ទីតាំងប្រជាពលរដ្ឋអន្តរជាតិមីស្កូហើយដើម្បីធ្វើដំណើរត្រឡប់ទៅប្រទេសកម្ពុជាវិញសង្ឃឹមថាបងប្អូនអរគ្នារីករាយក្នុងឱកាសឆ្នាំថ្មីក្នុងប្រទេសនេះហើយសង្ឃឹមថាឆ្នាំថ្មីទទួលបានបទពិសោធន៍ថ្មីៗរឿងរ៉ាវថ្មីៗចូលមកហើយសង្ឃឹមថានឹងមានវីដេអូក្រោយៗទៀតដែលជាមួយនឹងដំណើរបេសកកម្មឬជាកាតព្វកិច្ចក្នុងការផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរខាងបរទេសឬជាខាងក្នុងស្រុកផងដែរអរគុណច្រើនបងប្អូនអរគ្នាចំពោះការទស្សនាយ៉ាងយកចិត្តទុកដាក់ហើយក្នុងករណីបើសិនជាវីដេអូនេះវិញក៏សូមខន្តីដោយសារតែខ្ញុំចង់ធ្វើជាវីដេអូ full មកអត់ចង់កាត់ជាវគ្គជា EP អីទេហើយឲ្យនេះគឺជាទេសភាពនៅខាងលើ các bọn nhỏមាន script ទេអញ្ចឹងមកក្នុងករណីមានភាសាឬមួយក៏ពាក្យសម្ដីដែលមិនសមរម្យក៏សូមអធិស្ឋានកាន់តែអភ័យទោសហើយសង្ឃឹមថាបងប្អូននឹងចូលចិត្តនៅវីដេអូដែលខ្ញុំចែករំលែកហើយនៅឱកាសមួយយើងនឹងជួបគ្នាក្នុងវីដេអូហ្នឹងនឹងមានបងប្អូនចូលរួមផងដែរអរគុណច្រើនលើកមកដល់ទីវីដេអូមួយហើយជម្រាបលាសំណាងល្អជួបគ្នាវីដេអូក្រោយបាយ